រឿងមនស្នេហ៍អ្នកគ្រូពេទ្យរូបស្អាតភាគទី3ស៊ូជីនខ្ញុំចង់ញ៉ាំស៊ុបស៊ូជីនដួសស៊ុបបញ្ចុកគេឆ្លាស់គ្នាជាមួយសាច់ស្តេកហើយពេលអាហារទាំងពីរចាត់អស់ហើយអ្នកដែលរអ៊ូថាឈឺកកដៃក៏លើកការស្រាប់ផឹកធ្វើប្រងើយខ្ញុំឆ្អាតហើយនាងញ៉ាំបន្តទៅឬចង់ខ្ញុំបញ្ចុកនៅបានស្មើគ្នាស៊ូជីនសម្លឹងមុខមនុស្សកុហកថ្លៃមនុស្សស្អីអាក្រក់ម្លេះមកបោកឲ្យនាងបញ្ចុកអាហារនាងព្យាយាមរងាប់អារម្មណ៍ពេលឃើញថាប្រហែលជាមិនអាចធ្វើអ្វីបានទើបនាងអត់ញ៉ាំអាហារបន្តយ៉ាងលឿនដើម្បីនឹងបានប្រញាប់ទៅវិញពេលវេលាកន្លងទៅមិនយូរប៉ុន្មាននៅគ្រូពេទ្យស្អាតក៏ដាក់កំបិតនឹងស្លាបព្រាចុះមុននឹងលើកែទឹកផឹកប្រាប់ឲ្យដឹងថានាងឆ្អាតហើយយើងត្រឡប់ទៅវិញទេញ៉ាំរបស់ផ្អែមសិនទៅខ្ញុំហៅរួចហើយកំណាត់ប្រាប់ខ្ញុំកំពុងតាមអាហារពេលល្ងាចមិនញ៉ាំរបស់ផ្អែមទេកំណាត់មើលទៅចានអាហាររបស់នាងនេះកំពុងតាមអាហារធម្មតាពេលដែលគេនាំមនុស្សស្រីមកញ៉ាំអីពួកនាងកំងតែពួកអាហារបន្លែខុសប្លែកពីអ្នកគ្រូពេទ្យស្អាតឆ្ងាញ់ណាស់នាងកំងស្តេកមួយចានថែមទាំងមីឆាយតលីមួយចានទៀតមិនដូចអ្នកដែរកំពុងតាមអាហារសបីតាបន្តិចស៊ូចិនក្រហមបន្លាប់ភាពអៀននាងនៅថាគេកំពុងក្រវៃនាងមិនបានតាមអាហារទេធម្មតាពេលញ៉ាំអាហាររួចនាងនឹងបិទគូតដោយរបស់ផ្អែមរាល់ពេលតែដែលថ្ងៃនេះនាងបដិសេធព្រោះនាងមិនចង់នៅជាមួយគេយូរជាងនេះយើងត្រឡប់ទៅវិញទៅណាយកបាយស៊ូចិនបបួលក៏បានចាំឲ្យខាងហាងខ្ចប់យកទៅញ៉ាំនៅផ្ទះចុះបង្អែមហាងនេះឆ្ងាញ់ណាស់ណាខ្ញុំនឹងធានាចូលចិត្តញ៉ាំគេប្រាប់ញឹមមុននឹងងាកទៅបញ្ជាកូនចៅចំណិតឲ្យតែចាត់ការជំនួសអ្នកគ្រូពេទ្យស្អាតជ្រួយច្របល់ដាក់ម៉ាហ្វៀកំឡោះយ៉ាងត្រង់មិនបានមនុស្សឈួនដឹងបានយ៉ាងម៉េចថាខ្ញុំចូលចិត្តញ៉ាំល្អដែរយកទៅញ៉ាំនៅផ្ទះឲ្យអស់ឲ្យលើគេរួចហើយមិនយកទៅស្ដាយស្លាប់ហើយចង់ចូលបន្ទប់ទឹកសិនទេអត់ទេចាស់លើដូច្នេះកំណាត់ក៏នាំអ្នកគ្រូពេទ្យស្អាតចេញទៅចាំនៅឡានទុកកូនចៅចំណិតនៅទូតតលុយដែលប្រាប់ពេលមិនយូរប៉ុន្មានគ្រួរត់បន្តមកឡានទំនើបធំក៏បើកចេញពីមុខហាងដើម្បីឈ្មោះទៅកាន់ជ័យក្រុងមក10យប់ឡានទំនើបធំបើកចូលមកចតនៅមុខខុនដូទំនើបតែបែរជាមិនឃើញថាអ្នកអង្គុយនៅក្នុងឡានចុះពីឡានសោះមិនដាស់នាងទេឲ្យចៅហើយចូលខ្សត់ថ្រាំព្រោះខ្លាចទៅរំខានដំណេករបស់អ្នកគ្រូពេទ្យស្អាតដែលពេលនេះកំពុងកេងលក់ក្នុងរង្វឹកដៃរបស់ចៅហើយក្រោយពីឡានបើកចេញពីហាងអាហារក្រៅក្រុងមិនយូរប៉ុន្មាននាងក៏កេងលក់ទៅរហូតធ្វើដំណើរមកដល់ខុនដូកន្លែងស្នាក់នៅក៏នៅមិនទាន់ភ្ញាក់យើងមិនគួររំខានអ្នកដែលកំពុងកេងលក់ទេវាមិនល្អកំណាត់និយាយខ្សឹបតបទៅកូនចៅវិញហើយបើនាងមិនភ្ញាក់នោះយើងមិននៅបាត់នេះពេញមួយជប់ហើយទេឲ្យចៅហើយបើកន្លះម៉ោងទៀតមិនភ្ញាក់ចាំនាំនាងទៅគេនៅផែនហៅទៅចាស់លើដូច្នេះកូនចៅចំណិតក៏ញញឹមចេញមកតិចមើលទៅម្ដងនេះចៅហើយតូចដូចជាលះបង់ច្រើនដល់ហើយដើម្បីឲ្យបានគ្រប់គ្រងទាំងខ្លួនប្រាណនិងបេះដូងរបស់អ្នកមានគុណស្អាតចៅហើយប្រកាសដែរធម្មតាចូលសួរបញ្ជាម្ដងទៀតស្ងាត់មកទៅងាកទៅមើលមុខឡានកុំឲ្យអ្នកណាមករំខានយល់ទេត្រឹមប៉ុណ្្នឹងចូលក៏ងាកតាមបញ្ជាចៅហើយយ៉ាងលឿនទុកឲ្យចៅហើយតូចបានលួចមើលអ្នកគេលក់ស្ងាត់កំណាត់បណ្ដោយឲ្យអ្នកនៅក្នុងរង្វង់ដៃបានកេងលក់បន្តដោយមិនគិតដាស់នាងដើម្បីឲ្យនាងកេងលក់បែបនេះយូរបើត្រឡប់ទៅកេងនៅផានហៅម្នាក់ឯងប្រហែលជាយល់សັບឃើញទេវ៉ាសាស្អាតរហូតភ្ញាក់ឡើងមកកដាជប់ទៀតមិនខានកន្លះមកជិតមួយខែហើយគេនៅយល់សັບដល់នាងដដែលមកបានរាងកាយទន់ល្មើរបស់នាងមានគុណស្អាតមកដេកអោបការយល់សាររបស់គេនឹងបាត់ទៅទឺសម្លេងទូរស័ព្ទបណ្ឌូឡើងដែលឲ្យអ្នកកំពុងកេងលក់ភ្ញាក់នាងបាប់ភ្លេចឡើងទាំងនៅងងុយមុននឹងឃើញថាខ្លួនឯងកំពុងនៅក្នុងរង្វង់ដៃរបស់ម៉ាហ្វៀកំឡោះហើយនាងក៏ត្រូវបាក់ភ្លេចធំយ៉ាងភ្ញាក់ផ្អើលផ្ទៃមុខស្អាតបដោពណ៌ជាក្រហមនាងប្រហែលជាភ្លេចខ្លួនកេងលក់នៅតាមផ្លូវបន្ទាប់ពីញ៉ាំអាហាររួចខ្ញុំសុំទោសមិនបានតាំងចិត្តធ្វើឲ្យនាងភ្ញាក់ទេកំណាត់និយាយខណៈដែលគេចុចបិទទូរស័ព្ទនិងបិទសំឡេងចង់តែចេះអ្នកដតេមកកាត់ចង្វាក់ដល់ហើយខ្ញុំភ្លេចខ្លួនកេងលក់ដល់ណាស់ហើយនឹងស៊ូជីនខាត់ចេញពីរង្វង់ដៃរបស់គេយ៉ាងអៀនខ្មាស់ព្រមទាំងគេសក់ទៅសៀតក្រោយត្រចៀកប្រហែលជាដល់ហើយទៅដឹងមក10យប់ហើយនៅមិនតាន់ដល់ទៀតស៊ូជីនអានមើលនាឡិកាបន្ទាប់មកក៏សម្លឹងទៅក្រៅឡានដើមឈើធំមួយដើមនេះដូចជាប្រហែលនៅមានផាមផ្កានោះទៀតនេះជាខុនដូដែលនាងស្នាក់នៅតែតើនេះមានន័យថានាងមិនដល់កន្លែងស្នាក់នៅហើយប្រុសស្អីក៏អាក្រក់ម្ល៉េះក៏ហត់នាងយ៉ាងមុខក្រាស់ពីរដងហើយមើលឈួតដល់ហើយហេតុអីចាំបាច់ក៏ហត់បើកទ្វារខ្ញុំណាខ្ញុំចង់ចោះយើងពីអ្នកលេងចាពាក់អីគ្នាទៀតហើយមិនបាច់ត្រូវជួបមុខគ្នាទៀតទេនាងលោកឡាដាក់ម៉ាហ្វៀកំឡោះយ៉ាងមិនពេញចិត្តខ្ញុំប្រាប់ឲ្យបើកទ្វារមកលើទៅអីអ្នកបើកឡានស្ទើស្ទើមួយសន្ទុះមុននឹងចុចកលឹះទ្វារឡានបើកពេលឃើញចង្វាក់ងក់ក្បាច់អនុញ្ញាតស៊ូជីនប្រញាប់ប្រញាល់ចុះពីលើឡានដើរលឿនសម្ដៅទៅផ្លូវចូលខុនដូដោយមិនខ្វល់ពីសំឡេងស្រែកដែលបន្លឺឡើងតាមក្រោយស៊ូជីនចាំខ្ញុំសិនមើលកំណាត់ឈានជើងវិញដើម្បីតាមឲ្យតន់រៀងស្ដាងអ្វីដែលធ្វើគេមួម៉ៅគឺការដែលនាងប្រាប់ថានឹងមិនព្រមជួបមុខគេទៀតនេះគិតថាគេនាំទៅញ៉ាំបាយដើម្បីសងគុណដែលជួយជីវិតគេតែមិនយ៉ាងឬយ៉ាងម៉េចខ្ញុំគ្មានអ្វីនិយាយជាមួយលោកទេត្រឡប់ទៅវិញទៅស៊ូជីនផ្លាត់ស្នៀតហើយដែលងាកទៅនិយាយជាមួយគេដែលឈោគៀកគ្រាន់តែនាងបាយក្រោយប្រុងនឹងដើរបន្តកំណាត់ក៏ចាប់ចង្កេះនាងចូលមកអោបយ៉ាងងាយស្រួលអើយលេងខ្ញុំណារៀងទៅប្រឹងរើបំរាស់ព្រមទាំងស្រែកលោឡាមិនលេងយើងត្រូវនិយាយគ្នាសិនបន្ទាប់មកសម្លេងមុំគេក៏បញ្ជាក់សម្លេងខ្លួនឯងដែលការអោបចង្កេះតូចឲ្យចប់
ខ្ញុំគ្មានអ្វីចង់និយាយជាមួយលោកទេស្ងាត់មាត់ស្ដាប់ខ្ញុំឲ្យច្បាស់ឬចង់ឈោអោបគ្នាបែបនេះពេញមួយយប់ក៏បានដែរកំណាត់ញញឹមមានល្បិចមានអ្វីឆាំនិយាយមកហើយលេងខ្ញុំម៉ាហ្វៀកំឡោះក្រវិក្បាលមិនព្រមធ្វើតាមបញ្ជារបស់នាងស្ដាប់ឲ្យធ្វើតាមខ្ញុំមិនចង់រំខានដំណេករបស់នាងទៅមិនបានដាស់ចាំបាច់រឿងដែលយើងនឹងមិនជួបគ្នាទៀតនោះប្រហែលមិនអាចទៅរួចទេហេតុអីក៏មិនអាចទៅរួចបើលោកសងគុណដែលខ្ញុំជួយជីវិតលោករួចហើយនោះហេតុផលមិនច្រើនណាស់យ៉ាងណាក៏យើងត្រូវជួបគ្នាទៀតតែខ្ញុំគ្មានហេតុផលដែលត្រូវជួបលោកទៀតទេខ្ញុំមិនគិតអ្វីច្រើនទេហើយលោកក៏បានប៉ាបាយខ្ញុំរួចហើយដែរប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ទេយើងឈប់និយាយរឿងហ្នឹងទៅនិយាយគ្នាពេញមួយយប់ក៏ប្រហែលជាមិនចាប់ដែរលេងបានណាខ្ញុំចង់ឡើងទៅសម្រាប់នាងនិយាយសម្លេងធុញគ្រាន់តែនៅជាមួយគ្នាប៉ុន្មានម៉ោងនាងក៏ល្វើយដូចចូលវេនធ្វើការចាប់គ្នាមួយអាទិត្យអីចឹងក៏បានតែខ្ញុំនៅបញ្ជាក់ពីដដែលយ៉ាងណាយើងក៏ត្រូវជួបគ្នាដដែលគឺពេញមួយជីវិតដល់នៅសល់តែម្ដងកំណាត់លេងឲ្យនាងមានសេរីភាពអរគុណដែលជួយមកចាស់នាយរុយស៊ូចិនក៏បានក្រោយប្រុងនឹងដើរទៅបន្ទប់ស្នាក់តែសម្លេងហៅពីខាងក្រោយធ្វើនាងត្រូវងាកទៅសួរដល់អត់មិនបានមានអ្វីសំណួរដល់ប្រុងនឹងសួរនៅស្ទះត្រង់បំពង់កពេលគេថាបាត់បបោមាត់នាងចិត្តកែផ្លែស្អាតបាក់ធំៗនៅភាពភាំងភ្លឹកនឹកស្មានមកដល់បានតែបណ្ដាលគេប្លន់យកស្នាមថាបដំបងរបស់នាងតាមចិត្តម៉ាហ្វៀកំឡោះថាបនាងយ៉ាងទន់ភ្លន់មិននឹងបន្ថែមភាពរស់រាយខ្លាំងឡើងរឿយៗអណ្ដាតអូនសួរចូលទៅភ្លក់រសជាតិផ្អែមដោយទឹកខ្មុំម្ដងហើយម្ដងទៀតរហូតអ្នកខ្វះបបិសាទចាប់ផ្ដើមដល់ដង្ហើមដាច់ទៅកំណាត់ព្រមដល់បបោមាត់ចេញយ៉ាងសោកស្ដាយសបិនល្អណាស់បាទនិយាយចាប់គេក៏បែរដើរទៅឡើងឡានទុកឲ្យអ្នកគ្រូពេទ្យស្អាតឈរស្ងៀមថ្មឹងនៅត្រង់នោះមួយសន្ទុះធំងាយឆ្វេងងាយស្ដាំមើលថាមានអ្នកណានៅត្រង់នេះឬអត់មុខនាងក្រហមដល់គុំទៅជាដល់ភាពខ្មាស់មុននឹងបញ្ញាប់ចូលទៅក្នុងខុនដូដោយបេះដូងលោតញាប់ប្រេះឈួតមកប្លន់ថើបដំបងរបស់ជើងទៅធ្វើប្រងើយមនុស្សចរិតអាក្រក់មានសង្សារហើយមកធ្វើបាត់នេះជាមួយអ្នកដែលមិនស្គាល់បានយ៉ាងមិនសូវកុំឲ្យជួបមនុស្សប្រភេទនេះទៀតអីសាធុករៀងខ្ពស់សង្ហាស្លៀកឈុតឃ្លុំងូតទឹកដើរចូលទៅក្នុងបន្ទប់ធ្វើការធំមុននឹងអង្គុយលើកៅអីធំក្រោយពីជូនអ្នកគ្រូពេទ្យស្អាតដល់ខុនដូហើយម៉ាហ្វៀកំឡោះក៏ធ្វើដំណើរត្រឡប់មកផែនហៅវិញភ្លាមផ្ទៃមុខគេពេញដោយស្នាមញញឹមពេលគិតដល់រសជាតិថាបដល់ផ្អែមល្ហែមពីបបោមាត់របស់នាងតុក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 សំឡេងក៏ទ្វារបន្លឺឡើងមុននឹងកូនចៅចំណិតដែលប្រៀបដូចជាលេខាផ្ទាល់ខ្លួនដើរចូលមកឈប់មកតុកធ្វើការធំរបស់ចវាយអង្គុយទៅខ្ញុំមានរឿងចង់និយាយជាមួយត្រូវការស្រាទៅចវាយនឹកបានទេកំងក្មេងឲ្យចូលនិយាយព្រមទាំងអង្គុយលើកៅអីទល់មុខចវាយអត់ទេខ្ញុំហៅឯងមកដើម្បីចង់សួរថាអាខ្លាបីក្បាលនោះវាបាត់តាណាហាត់អីបានជាតេតងពួកវាមិនបានម៉ាហ្វៀកំបាស៊ូเป็นមិត្តភក្តិជិតស្និទ្ធទឹកបីដែលរៀនជាមួយគ្នាតាំងពីតូចនេះទី1គឺ Place Sayer ឬ Place ម្ចាស់សថាគារល្បីឈ្មោះដែលមានសាខាធំជាប្រភេទសថាគារកាស៊ីណូនៅប្រទេសអេស្ប៉ាញនៅទី2គឺ Rafael Ramen Basini ឬ Raf ម្ចាស់ជំនួយនាវាកំសាន្តនៃសមុទ្រ Aldaman នៅទី3គឺ Anado Clement ឬ Paul ម្ចាស់កោះ Judo នៃសមុទ្រ Aldaman ដែលមានរីសតល្បីឈ្មោះរឿងភាពស្រស់ស្អាតនិងតម្លៃដែលមានតែអ្នកមានប៉ុណ្ណោះដែលចូលស្នាក់នៅបានមួយយ៉ាងនេះប្រហែលពីបានទៅបន្តិចចវាយព្រមគ្រប់គ្នាកំពុងចាប់ភារកិច្ចផ្ទាល់ខ្លួនលេខាកំឡោះប្រាប់ញឹមគូហៅថាអ្វីឡោះទៅភាពចៃដន្យអញ្ចឹងហើយយ៉ាងហោចណាស់ជាមួយមិត្តភក្តិទាំង3ពេលនេះមានកោដៅដូចគ្នាគឺតាមប្រមាញ់មនុស្សស្រីដែលខ្លួនប៉ងគេបានតំណែងពីកូនចៅរបស់ម៉ាហ្វៀទាំង3ដែលតែបញ្ជូនដំណឹងរបស់ចវាយឲ្យបានដឹងជាហូហែខ្ញុំចង់ដឹងថាភារកិច្ចរបស់ពួកវាម្នាក់គឺអ្វីរៀងខ្ពស់ប្តីខ្លួនផ្អែកក៏ឲ្យដល់ពីសบายចាំស្ដាប់ពីអធិប្បាយរបស់កូនចៅពួកគាត់កំពុងតាមញ៉ាយស្រីនៅកូរ៉េស្រីកូរ៉េត្រូវចាត់ម៉ាហ្វៀកំឡោះទឹក4តែម្ដងសោះសាច់ជាព្រមលិខិតហើយតាមញ៉ាយស្រីកំណាត់អូទៀនឡនបន្ទប់ធ្វើការនេះជារឿងចាច់ដន្យឬចាំបាច់ហាត់អីពួកអនុធ្វើដោយអ្វីដែលគេកំពុងធ្វើដែរថែមទាំងជាស្រីកូរ៉េដូចគ្នាទៀតបាទលោកផ្លែពេលនេះកំពុងខ្លួនចាប់គ្នាដោយឆាក់ខ្វាយជាមួយលេខាស្រីថ្មីនាំតាណាម៉ាណាជាមួយដូចកូនទៅហើយក្រែងអាម៉ាស៊ីននោះវាមិនចូលចិត្តលេខាជាមនុស្សស្រីនោះអីថែមទាំងប្រាប់ថាមិនប៉ះពាល់កូនចៅខ្លួនឯងទៀតសោះសាយមនុស្សនោះធ្វើការល្អតែដឹងបានជាគាត់ទៅតាមលេខារបស់អ្នកដទៃមកម៉ាហ្វៀកំឡោះញញឹមតិចមុននឹងសួរពីមិត្តភក្តិទៀតម្ដងហើយចោះរ៉ាលើរ៉ាហ្វេក៏កំពុងតាមញ៉ាយមេម៉ាយកូនមួយដូចគ្នាបាទស្រីមេម៉ាយកូនមួយកំណាត់អូទៀនព្រមទាំងពេជ្រភ្នែកភ្លឺដោយស្មារតីមនុស្សដូចជារ៉ាហ្វេលនឹងតាមញ៉ាយស្រីមេម៉ាយថែមទាំងមានកូនទៀនមិនអាចត្រួយទេអាម៉ាស៊ីននោះរស់សឹងអីមិននឹងចាប់អារម្មណ៍ស្រីមេម៉ាយកើតទៅបាទនាងប្រហែលជាមានអ្វីពិសេសបានជាចូលភ្នែកលោករ៉ាហ្វេលដល់ថ្នាក់គិតផែនការផ្សេងៗជាច្រើនមកបិឆោតមេម៉ាយខ្ញុំថាក៏ល្អដែរមានកូនប្រាស្រាំឈួតហើយអញតែតើកើតចាស់របស់រ៉ាហ្វេលភ្លាមទៅខ្ញុំថាស្រីមិនដូចច្បាស់ជាធ្វើស្នេហ៍វាមិនខានទេមានដែរត្រូវចិត្តមេម៉ាយកូនមួយ
កម្មណាក៏វាក្បែរយ៉ាងទៅចិត្តឲ្យខ្ញុំប្រាប់ហ្វេលីបថាយ៉ាងម៉េចទៅច្បាយប្រាប់ឲ្យកូនចៅនាំវាទៅគ្រូឲ្យគ្រូដោះស្នាយបណ្ដេញអំពើចាញ់ហ្នឹងណាខ្ញុំនឹងនិយាយជាមួយហ្វេលីបឲ្យបាទចូលរដាប់មុននឹងតបទទួលត្រូវតែបញ្ញាផងកំណត់បញ្ជាក់ប្រាប់កូនចៅសម្លេងប្រកបវិជ្ជាច្បាយឲ្យតាមពិតទៅនៅមានរឿងជាច្រើនទៀតដែលខ្ញុំនៅមិនទាន់បានប្រាប់ច្បាយស្អីទៀតក្រំត្រឹងមួយម៉ាយគុណមួយដោះស្រាយមិនតាន់ហើយផងលោករ៉ាហ្វេចាប់ខ្លួនកូនកំងគេមកនៅលើកប៉ាល់ពេលនេះកប៉ាល់ក៏ចាញ់ពីច្រាំងហើយដែររាប់អាទិត្យតម្រាំតែកប៉ាល់ចូលច្រាំងវិញសួយហើយពេលនេះសុកក៏កាត់រឿងចាប់កូនកំងគេមកនៅជាមួយអារ៉ាហ្វេវាកំពុងគិតស្អីវាហ្នឹងខ្ញុំសួរហ្វីលីបហើយវាក៏តតម្រេះនឹងឆ្លើយដែរបាទកំប្រាប់មកថាកូនកំងម្នាក់នោះគឺជាមួយម៉ាច់កូនមួយដែលថានោះកូនចៅចំណិតងក់ក្បាលអារ៉ាវាគិតខ្លីដល់ថ្នាក់ចាប់ស្រីមួយម៉ាច់កូនមួយដែលកំពុងរៀបការមកនៅជាមួយអើយវាអាសមត្ថភាពក្នុងការរកប្រពន្ធដល់ថ្នាក់នឹងផងខូចឈ្មោះម៉ាហ្វៀអស់ខូចឈ្មោះម៉ាហ្វៀសង្ហាអស់ម៉ាហ្វៀកំឡោះទទួលមិនបានទេជាមួយរឿងរ៉ាវរបស់មិត្តភក្តិជិតស្និទ្ធដូចជារ៉ាហ្វេលរ៉ាម៉េតបាស៊ីនីមិនអីទេចាំកប៉ាចូលច្រាំងវិញសិនខ្ញុំមកធ្វើដំណើរទៅរកវាដល់ខ្លួនឯងហើយចាប់ភូលតាមញ៉ាំណាគេដែរកំណាត់បញ្ឈប់រឿងរបស់រ៉ាហ្វេលដើម្បីសួររឿងមិត្តភក្តិចុងក្រោយកូនស្រីម៉ាហ្វៀចង់ការប្រាក់ក្នុងខេត្តអេឆូដូថ្ងៃមុនប៉ារបស់នាងត្រូវគេលុបធ្វើបាបលោកភូលនេះឯងជាទេបទជីសេសទៅជួយអាម៉ាស៊ីហ្នឹងនៅសហដូចដើមថែមទាំងចូលចិត្តអ្នកសហទៀតកូនស្រីម៉ាហ្វៀចង់ការប្រាក់ប្រហែលជាឆ្នាំហើយមើលទៅមកសង្ហារបស់ភូលនឹងត្រូវនាងខ្ញាល់ខូចសម្រាប់អស់ឬអត់ទេណោះភូលជាមនុស្សសហាជាងគេនៅក្នុងក្រុមចំណាយ2នាទីក៏មិនអត់ដែរសហាខូចកំពូលល្បិចភ្លាមមើលសម្លេងគូទ្វារក៏បន្លឺឡើងម៉ាហ្វៀកំឡោះអនុញ្ញាតឲ្យអ្នកនៅខាងក្រៅចូលមកទ្វារបើកចេញព្រមជាមួយរាងខ្ពស់របស់លោកនាយកមន្ទីរពេទ្យថ្មីទៅតែមកឬយ៉ាងម៉េចម៉ាហ្វៀកំឡោះសួរឡើងបាទនៅនាងមែនឌីសុំតរលេងនៅក្លឹបបន្តទៅត្រឡប់មកវិញយឺតច្បាយកាឡូរ៉េកាមើលទៅឯងនឹងមែនឌីក៏សាប់គ្នាដែរខ្ញុំថាអញគួរតែញ៉ាយនាងអញយកឃើញដូចខ្ញុំហ៎ចូលបាទចូលងើយមកឡើងមើលមិត្តភក្តិជិតស្និទ្ធយ៉ាងអស់សម័យដល់ភៀកគីមកខាងទៀតមិនពូកែលាក់អាក់កបាំងតតែសោះទៅច្បាយចាប់បានថាកាឡូមានអារម្មណ៍យ៉ាងណាជាមួយនាងមែនឌីគឺខ្ញុំកាឡូមិនដឹងថាគួរចាប់ផ្ដើមយ៉ាងម៉េចចង់ប្រាសាទក៏មិនការព្រឹសមើលទៅច្បាយដូចជាដឹងរឿងអស់ហើយតែបើឲ្យសារភាពក៏មិនបានព្រោះគេក៏នៅមិនតាន់ច្បាស់អារម្មណ៍ខ្លួនឯងដែរយ៉ាងម៉េចកំណាត់ជ្រួយចចាមយ៉ាងសង្ស័យជាមួយរកពៀរត់ដាក់រដប់របស់កូនចៅចំណិតម្នាក់ទៀតខាប្រហែលជាមិនតាន់ប្រកាសចិត្តជាមួយអារម្មណ៍ខ្លួនឯងទេច្បាយមិនដឹងថាវាជាការស្រឡាញ់ឬគ្រាន់តែជាការចូលចិត្តធម្មតាចូលឆ្លើយជំនួសមិត្តភក្តិចូលចិត្តនឹងស្រឡាញ់វាតែមួយទេកំណាត់និយាយមិនដឹងដែរច្បាយវាអាចនឹងខុសគ្នាមិនច្រើនចូលចិត្តក៏ដូចជាត្រូវចិត្តចាំឲ្យស្រឡាញ់ប្រហែលជាត្រូវលើកឲ្យទឹកបេះដូងខ្ញុំមិនដែលស្រឡាញ់អ្នកណាផងឆ្លើយមិនត្រូវទេច្បាយកំណាត់នឹងកាឡូងាកមើលមុខនេះនិយាយព្រមគ្នាមុននឹងនៅទាំងពីរគិតតាមសប្តីនោះឬបែបនេះត្រូវអាស្រ័យលើពេលវេលាផងដែរពេលនេះយើងអាចគ្រាន់តែចូលចិត្តតែតើទៅมันប្រកាសដែរបើបានសិទ្ធស្នាគ្នារាល់ថ្ងៃនឹងអាចកើតជាការស្រឡាញ់បានដូចគ្នាចូលនិយាយបន្ថែមបន្តិចទៀតសូមមកដូចដែលឯងនិយាយទៅចាស់បានហើយយកទៅពួកគេទៅសម្រាប់ចាស់ខ្ញុំចង់គេងហើយស្អែកម៉ោង6ព្រឹកខ្ញុំនឹងទៅទទួលសួរជិនដើម្បីជូននាងទៅធ្វើការរួចហើយសឹមទៅសៀនដានតារាបាទអញ្ចឹងពួកខ្ញុំទៅសិនហើយច្បាយចូលតបទទួលព្រមទាំងក្រោកឡើងពេលឃើញច្រវាញ់មួយក្បាលហើយកូនចៅចំណិតទាំងពីរក៏ដើរចេញពីបន្ទប់ធ្វើការចំណែកម៉ាហ្វៀកំឡោះក៏ដើរទៅបន្ទប់ដេកដែលមានទ្វារចាប់គ្នាយប់នេះគេប្រហែលជាលក់ស្រួលចង់ឲ្យឆាប់ដល់ស្អែកដងហើយស្អែកជួបគ្នាណាទេវអាសាស្អាតរបស់បងព្រឹកថ្ងៃថ្មីដ៏ស្រស់ស្រាយស័ក្តិសមសម្រាប់ការចាប់ផ្ដើមរបស់មនុស្សជាច្រើនអ្នកតែប្រហែលមិនស័ក្តិសមសម្រាប់អ្នកគ្រូពេទ្យស្អាតដែលដើរស្ងាត់ចេញពីខុនដូទេតបភ្នែកនាងខ្មៅដូចមនុស្សមិនបានដេកពេញមួយយប់តើមានអ្វីកាត់ឡើងជាមួយនាងហេតុអីចាំបាច់គិតដល់រសជាតិថែមរបស់មនុស្សមកក្រាស់បែបនឹងយប់មិញនាងមិនបានបិទភ្នែកដេកលក់បានហើយបានតែប្រែខ្លួនទៅមកទៅបានតែដេកមួយស្រឡេតពេលបៀបភ្លឺនេះឯងសាធោសុំកុំឲ្យជួបម៉ាស៊ីននោះទៀតអីមនុស្សស្អីច្រកអាក្រក់មកលួចថាបដំបងរបស់យើងទៅស៊ូជីនលើកដៃបន់ស្រន់រៀងស្ដាងឈរលើចចាំផ្លូវមុខខុនដូដើម្បីហៅតាក់ស៊ីព្រោះម្សិលដើរទៅញ៉ាំបាយជាមួយគេទៅនាងត្រូវទុកឡាននៅមន្ទីរពេទ្យតាមពិតនាងតែហៅតាក់ស៊ីឬពឹងសន្តិសុខឲ្យហៅតាក់ស៊ីឲ្យក៏បានតែនាងត្រូវការសាឡបងសតែស្មាតដៃរបស់ខ្លួនឯងថានៅមានឬអត់ព្រោះបានដេកតែប៉ុន្មានម៉ោងទោះនាងធ្លាប់អត់ងងុយធ្វើការវេនយប់ច្រើនថ្ងៃក៏ដោយតែនោះកន្លងផុតទៅជិត1ខែហើយនាងខានចូលវេនយប់យូរហើយតម្រាំតែសម្រាប់ខ្លួនឲ្យសាមជាមួយការធ្វើការច្រើនម៉ោងបានប្រហែលត្រូវប្រើពេលយូរអរសុស្ដីនៅគ្រូពេទ្យស្អាតសម្ដីរាក់ទាក់ដែលបលឺឡើងព្រមជួយការបង្ហាញខ្លួនរបស់បារោះសង្ហាតែថ្ងៃនេះស្លៀកពាក់ខោអាវសាមញ្ញតែវាមិនបានធ្វើភាពសង្ហារបស់គេថយចុះទេស៊ូចិនប្រេតភ្លឺព្យាយាមតាំងសតិថាវាជាការយល់សប្តិ
ឬជាការពិតពេលឃើញមនុស្សដែលមិនចង់ជួបកំពុងដើរចូលមកចិត្តនាងស៊ឺជីនហេតុអីក៏ស្ងាត់អីចឹងកាត់អីឬអត់នោះកំណាត់ហៅដើម្បីឲ្យនាងដឹងខ្លួននាងមិនបានយល់សប្តិទេតែគេមកឈរនៅចំពោះមុខនាងពិតមែនថែមទាំងឈរគៀកខ្លាំងទៀតផងលោកកំណាត់នាងហៅឈ្មោះគេបានតែប៉ុណ្្នឹងផ្ទៃមុខស្អាតក៏ក្រហមព្រឿងព្រឺភ្លេចខ្លួនគិតទៅដល់រឿងការពីយប់មិញពេលដែលគេថាប់នាងមិនស្រួលខ្លួនមែនទេបានជាមុខក្រហមម្លេះកំណាត់សួរដល់ក្តីបារម្ភព្រមទៅលើកដៃឡើងស្ទាបថ្ងាសនាងដើម្បីវាស់កម្ដៅខ្លួនមិនក្តៅទេសង្ស័យត្រូវថ្ងៃច្រើនហើយខ្ញុំមិនកាត់អីទេសួរជីនបញ្ញាបដិសេធព្រមទាំងថយក្រោយគេចចេញពីរៀងខ្ពស់សង្ហាភ្លេចខ្លួនមិនបានមែនមាត់រហ័សហើយដៃដល់ទៀតហើយលោកមកធ្វើអីទៀតក្រែយើងនិយាយគ្នាដឹងរឿងហើយតាខ្ញុំមកទទួលទៅធ្វើការកំណាត់ញញឹមព្រមទាំងចាប់កោដៃតូចទាញឲ្យដើរទៅឡើងឡានដែលចតនៅមិនឆ្ងាយប៉ុន្មានតោះយើងទៅតិចលុយយឺតមកម៉ែលេខខ្ញុំណាខ្ញុំនឹងមិនទៅណាជាមួយលោកទាំងអស់នាងព្យាយាមរលាស់កោដៃចេញតែមិនបានសម្រេចកុំរើមើលធ្វើតាមដែលខ្ញុំប្រាប់នឹងបានមិនឈឺខ្លួនមិនបាច់មកកុំរៀបខ្ញុំទេស្មានតែខ្ញុំខ្លាចដូចយ៉ាងម៉េចនាងតបទៅវិញដល់មិនខ្លាចក្រែងកំណាត់ញញឹមតិចយ៉ាងអស់សំណើចខ្លួនតូចមួយបែរជាហ៊ានឌឺជាមួយគេតែអ្នកណាទៅហ៊ានធ្វើបាបទេពអសរស្អាតរបស់គេនោះគ្រាន់តែគេខ្លាចនាងឈឺកោដៃតែប៉ុណ្ណោះកុំរលាស់មើលតែឈឺកោដៃខ្ញុំគ្រាន់តែជូននាងទៅធ្វើការមកសមអញឡាននាងចតទុកនៅមន្ទីរពេទ្យខ្ញុំខ្លាចនាងទៅធ្វើការពិបាកម៉ាហ្វៀកំឡោះប្រើសំឡេងតែជាក់លួងលោមឡើងឡានទៅតិចលោទៅធ្វើការយឺតមកខ្ញុំជិះតាស៊ីទៅបានស៊ូជីនប្រាប់សម្លេងកញ្ឆក់មិនត្រូវការឲ្យកាត់រឿងស្មុគស្មាញលើខ្លួនឯងបើព្រមឲ្យគេជូនទៅហើយទៅជួបសង្សាររបស់គេនាងមិនសួយតែថ្ងៃទេអីទៅយ៉ាងណាក៏ខ្ញុំមកដល់ហើយណាប្រាប់ឲ្យលោកមកត្រឡប់ទៅវិញទៅខ្ញុំទៅខ្លួនឯងបានម៉ាហ្វៀកំឡោះដកដង្ហើមធំតិចនិយាយតាមសម្រួលមិនស្ដាប់ចូលចិត្តឲ្យប្រើកម្លាំងណាស់មើលទៅកុំឲ្យខ្ញុំត្រូវប្រើកម្លាំងជាមួយនាងអសោះណាស៊ូជីនទៅឡើងឡានភ្លាមខ្ញុំប្រាប់ថាទៅខ្លួនឯងបាននិយាយស្ដាប់គ្នាមិនបានទេអីនាងនិយាយសំឡេងប៉ោចមិនបានខ្លាចគេសូម្បីតែបន្តិចតែភ្នែកនាងពេញដោយភាពមិនពេញចិត្តគេអាចធ្វើអ្វីនាងបានទីនេះជាទីសាធារណៈគេមិនហ៊ានទេតែបើគេធ្វើអ្វីឈួតឡើងមកនាងនឹងស្រែកឲ្យមនុស្សជួយឲ្យអស់សម្លេងតែម្ដងចាំមើលទៅគិតធ្វើជាទូឯងទៅកាត់ដែរកំណាត់ញញឹមដូចដឹងតន់កម្រិតរបស់នាងស្មានថាបើខ្ញុំចង់ធ្វើអ្វីនាងពិតមែននឹងមានមនុស្សមកជួយមែនទេខ្ញុំគ្រាន់តែប្រាប់ថាជារឿងប្តីប្រពន្ធគឺលែងមានអ្នកណាហ៊ានរវល់ជាមួយហើយនៅក្រុមពេទ្យស្អាតសម្លឹងមើលជុំវិញអ្នកដាកាត់ទៅមកគ្មានអ្នកណាគេចាប់អារម្មណ៍មើលមកសម្បីតែម្នាក់ដោយគេប្រាប់គ្រប់យ៉ាងទោះជារៀបស្រែដល់រហែកមាត់ថាគេមិនបានត្រូវជាស្អីនឹងនាងក៏ប្រហែលជាគ្មានអ្នកជឿដែរប្រហែលជាកថានេះឈួតទៀតផងក៏មិនដឹងទៅក្បាត់ដែរនាងតសលេកកញ្ឆក់ដើរទៅឡើងឡានទាំងបង្ខំសង្ឃឹមថានេះជាលើកចុងក្រោយទៅចោះដល់គេមកញ៉ៃជាមួយនាងហើយក៏មិនគួរធ្វើតាមបញ្ជាគេទៀតដែរម៉ាហ្វៀកំឡោះក្រវីក្បាលជាមួយការជជែករបស់ទេវអសរស្អាតមើលទៅដូចជាមិនងាយដូចការគិតមែនតែរឿងប៉ុណ្ណឹងមិនធ្វើឲ្យគេបបង់ការតាំងចិត្តបានទេកាន់តែនាងឌឺមិនស្ដាប់បង្គាប់គេកាន់តែមានព្រៀបចាំមើលទៅឌឺពេលណានឹងចាប់ថាបរៀងចាំម្ដងរៀងខ្ពស់ដើរតាមមនុស្សឌឺទៅឡើងឡានពេលឃើញថារៀបរយហើយចូលក៏បើកទ្វារឡានឲ្យច្វាយមុននឹងឡើងទៅអង្គុយចិត្តអ្នកបើកបន្តមកឡានទំនើបក៏បើកចេញទៅវាមិនមែនជាផ្លូវទៅមន្ទីរពេទ្យទេស៊ូជីនងាកខ្វាប់ទៅសួរអ្នកអង្គុយក្បែរយ៉ាងភ័យខ្លាចអ្នកណាប្រាប់ថាខ្ញុំនឹងនាំនាងទៅមន្ទីរពេទ្យម៉ាហ្វៀកំឡោះចង់ញាស់នាងលេងពីបត់ដែលធ្វើគេខាត់ទឹកមាត់នឹងអស់កម្លាំងបន្តិចបន្តួចតែលោកប្រាប់ថាជួយខ្ញុំទៅមន្ទីរពេទ្យនោះអីតែត្រូវការពីខ្ញុំនាំនាងទៅញ៉ាំអាហារពេលព្រឹករួចហើយសិនស៊ូជីនជួយចំអកពេលចាញ់កគេមនុស្សអាក្រក់ជួយចិត្តធ្វើបាបនាងរហូតហើយមានសួរដែរតែថានាងចង់ទៅញ៉ាំបាយជាមួយគេឬអត់ខ្ញុំញ៉ាំបាយព្រឹករួចហើយសឹកសម្លេងគោពោះក៏មិនលឺឡើងធ្វើឲ្យម៉ាហ្វៀកំឡោះញញឹមអស់សំណាចស៊ូជីនងាកមុខគេចទៅខាងផ្សេងយ៉ាងអៀនខ្មាស់ផ្ទៃមុខស្អាតចាប់ផ្ដើមក្រហមព្រឿងរហូតអ្នកលួចមើលទេរៀងស្ដាងមកអង្គុយលើភ្លៅលើកស៊ូជីនភ្ញាក់ជាមួយការវិលុករបស់គេវិនាទីដែលនាងមិនបានត្រៀមខ្លួនច្របោះស្រួយក៏សង្កត់មកលើថ្ពាល់ទុនរលោងរបស់នាងព្រមទាំងអោបរិទ្ធនាងណែនក្រអូមគេខ្សឹបថ្នមចិត្តត្រជាតូចមុននឹងថាថ្ពាល់នាងម្ដងទៀតបន្តមកក៏និយាយដោយសម្លេងទន់តែញ៉ាំបាយជាមួយគ្នាណារួចហើយសឹមតែធ្វើការលេសិនតែខ្ញុំសុំគិតមើលសិនស៊ូជីនព្យាយាមបញ្ចុះបញ្ចូលបាននៅបណ្ដាឲ្យគេអោបបែបនេះគេអាចនឹងប្រើវាមកបង្ខំឲ្យនាងទៅញ៉ាំបាយជាមួយក៏ថាបានអញ្ចឹងអង្គុយនៅបែបនេះហើយល្អសឹកអីបាយក៏បាច់ញ៉ាំការងារក៏បាច់ធ្វើខ្ញុំក៏តែមេពេញមួយថ្ងៃល្មមស៊ូជីនធ្វើមកមិនពេញចិត្តឃើញតែទេដូចនាងគិតគ្មានខុសមែនក៏បានញ៉ាំក៏ញ៉ាំ
និយាយគ្នាស្ដាប់បង្កប់បែបនេះគួរឲ្យស្រឡាញ់បន្តិចកែប្រាប់ញឹមព្រមនឹងថាប់ថ្ពាល់ទុនរលោងម្ដងទៀករហូតម្ចាស់ថ្ពាល់ត្រាំជាមួយមនុស្សមុខក្រាស់លួចថាប់នាងដល់ទៅ3ដងលេខបានទៅនិយាយចេញទៅសំលេងកាច់ចាំបាច់លួចថាប់ថ្ពាល់ខ្ញុំរវល់សម្រាប់ភាពគួរស្រឡាញ់នឹងណាចង់ថាប់ថ្ពាល់ខ្ញុំវិញក៏បានដែរណាកូនមួយធ្វើជាពីរក៏បានដែរកំណាត់ហុចថ្ពាល់ខ្លួនឯងទៅប៉ះច្រមុះរបស់នាងមនុស្សឈួនស៊ូជីនដកដង្ហើមធំយ៉ាងហត់នឿយចិត្តនិយាយអ្វីទៅក៏គេមិនចាប់អារម្មណ៍ស្ដាប់ពេលឃើញនាងស្ងាត់ម៉ាហ្វៀកំឡោះក៏ឆ្លៀតឱកាសអោបរៀងស្ដាងបែបនោះផ្ទៃមុខសង្ហាញញឹមគ្រប់ពេលវេលាមិនយូរប៉ុន្មានឡានទំនើបក៏បើកចូលមកចតមុខហាងអាហារល្បីឈ្មោះគេនាំនាងទៅញ៉ាំអាហារព្រឹករួចហើយក៏ជូននាងទៅមន្ទីរពេទ្យតាមសន្យាមុននឹងខ្លួនឯងធ្វើដំណើរបន្តទៅអូសៀនណាដារ៉ានដើម្បីធ្វើការស៊ូជីនដើរចតដល់ឡើងក្នុងបន្ទប់សម្រាប់ពេទ្យចចាំស្អាតជ្រួញចូលគ្នាដោយមនុស្សកំពុងគិតនាងគួរធ្វើចាំបាច់ល្អទៅមើលទៅគេដូចជាមិនព្រមធ្វើតាមសម្ដីនាងសោះហើយទាំងដែលប្រាប់ថាមិនចង់ជួបមុខគេទៀតហើយតែគេដូចជាមិនយល់ព្រមសោះថែមទាំងប្រាប់ថានឹងមកទទួលនាងទៅញ៉ាំបាយថ្ងៃត្រង់ទៀតបើនាងមិនព្រមចេញពីមន្ទីរពេទ្យគេនឹងចូលមករកនាងដល់ទីនេះហើយទេណាតែបើគេមកពិតមែនហើយនាងមិនឌីដឹងច្បាស់ជាកាត់រឿងធំមិនខានអូយហេតុអីជួយខ្ញុំមានតែរឿងស្មុគស្មាញបែបនេះចង់តែឈួតស្លាប់ទេនាងដាក់គូតអង្គុយលើកៅអីខ្លាំងតាមអារម្មណ៍មួម៉ៅមានអ្នកណាដែលធ្វើជាបរិបទល្អហើយជួបរឿងបែបនេះខ្លះសងគុណអីក៏សប្បាយម្លេះក្រន់តែម្ដងទៅវាគ្រប់គ្រាន់ហើយពិតជាធ្វើគុណបានទោសមែនខំជួយឲ្យរួចពីសេចក្តីស្លាប់ហើយបែរជាមកធ្វើឲ្យនាងស្មុកចិត្តទៀតនាងប្រហែលត្រូវសម្រេចចិត្តធ្វើអ្វីមួយយ៉ាងហើយមិនអញ្ចឹងខួរក្បាលច្បាស់ជានៅស្មុកបែបនេះមិនខាននាងត្រូវទៅនិយាយរឿងការងារជាមួយលោកនាយកថ្មីឲ្យដឹងរឿងគិតបាត់ដូច្នេះអ្នកគ្រូពេទ្យស្អាតក៏ក្រោកដើរចេញពីបន្ទប់ធ្វើការគោលដៅគឺបន្ទប់ធ្វើការរបស់លោកនាយកមន្ទីរពេទ្យថ្មីដែលនៅជាន់លើបំផុតនាងចង់តាណាស៊ូជីនសម្ដែងសួរបន្លឺឡើងមុននឹងរៀងស្ដាងដើរចូលទៅក្នុងចិត្តដៃជុនតើបនាងងាកទៅនិយាយជាមួយភាគីម្ខាងទៀតខ្ញុំចង់ទៅជួបលោកនាយកថ្មីហើយចាស់លោកសឹងមីនខ្ញុំចង់យកកូនសៅទៅឲ្យសង្សារនិយាយអញ្ចឹងនាងចង់បង្ករឿងទៀតហើយមិនទេខ្ញុំមិនបានបង្ករឿងទេគ្រាន់តែទៅផ្ញើខ្លួនផ្ញើប្រាណតែប៉ុណ្ណោះលោកគ្រូពេទ្យកំឡោះគ្រវីក្បាលតិចដោយមិនជឿសម្ដីភាគីម្ខាងទៀតចាំឲ្យចាប់ការកូនមកចេញឆ្មាសិនទៅមនុស្សដូចជាអ្នកគ្រូពេទ្យស៊ូជីនហ្នឹងចង់ផ្ញើខ្លួនផ្ញើប្រាណជាមួយលោកនាយកចង់ទៅសើចឲ្យជ្រុះថ្មិញឯងស៊ូជីនជ្រុះច្បាស់នឹងសម្លឹងមុខមិត្តភក្តិថ្លៃហេតុអីក៏នាងធ្វើអ្វីបែបនេះមិនបានមនុស្សយ៉ាងពេលត្រាច់ច្រករមែងធ្វើបានគ្រប់យ៉ាងតួករណីរបស់នាងនៅមិនតាន់ដល់ថ្នាក់ធ្ងន់ធ្ងរតែនាងត្រូវធ្វើអ្វីម្យ៉ាងខួរក្បាលនឹងបានមានការងារធ្វើមិនរវល់តែគិតដល់មនុស្សមកក្រាស់ខ្លះខ្ញុំលែងនិយាយជាមួយលោកហើយថ្ងៃត្រង់តិចបាយមកខ្ញុំផងណាខ្ជិលចាញ់ទៅទិញស៊ូជីននិយាយចាប់ក៏បាយដាក់ចូលចិត្តដាក់យន្តដាក់បាក់ល្មមប្រើពេលមិនយូរប្រហែលស៊ូជីនក៏មកដល់ចាំលើផុតដែលជាបន្ទប់ធ្វើការរបស់លោកនាយកថ្មីនាងដល់ដង្ហើមចូលវិញដើម្បីផ្ដល់កម្លាំងចិត្តខ្លួនឯងមុននឹងដាក់ចូលទៅឈប់មុខតុធ្វើការរបស់លេខាមុខបន្ទប់សួស្តីចាខ្ញុំមកសុំជួបលោកនាយកនាងប្រាប់ទៅលេខាស្រីដោយសម្លេងផ្អែមព្រមទាំងញញឹមស្រស់តែឲ្យខ្ញុំជម្រាបថាអ្នកណាមកសុំជួបដល់ទៅអ្នកគ្រូពេទ្យឆាស៊ូជីនចាលេខាស្រីមើលមុខនាងនិយាយស្ងៀមមួយសន្ទុះបន្ទាប់មកទៅញញឹមតិចដាក់សុំចាំឲ្យផ្លេតចាលេខាស្រីលើកទូរស័ព្ទចាប់ទៅលោកនាយកដែលនៅក្នុងបន្ទប់ដើម្បីជម្រាបឲ្យដឹងថាមានមនុស្សមកសុំជួបមុននឹងដាក់ទូរស័ព្ទចុះពេលបានទទួលការអនុញ្ញាតឲ្យភាគីម្ខាងទៀតចូលទៅបានអញ្ចឹងចាស៊ូជីនដើរតាមលេខាស្រីចូលទៅក្នុងបន្ទប់ធ្វើការរបស់លោកនាយកថ្មីអញ្ចឹងអង្គុយអ្នកគ្រូពេទ្យស៊ូជីនខ្ញុំសុំភេសជ្ជៈឲ្យអ្នកគ្រូពេទ្យផងណាកាឡូក្រោកឡើងព្រមទាំងធ្វើដៃអញ្ជើញអ្នកគ្រូពេទ្យស្អាតឲ្យអង្គុយលើកៅអីទល់មុខម្ដេចតាចាអ្នកខ្ញុំនិយាយមិនយូរទេលឺបាត់នេះលេខាស្រីក៏បែរដើរចេញពីបន្ទប់ទៅទុកឲ្យអ្នកទាំងពីរនិយាយគ្នាអ្នកគ្រូពេទ្យមានធរៈអ្វីចង់និយាយជាមួយខ្ញុំដែរទៅកាឡូស៊ូទោះជាដឹងក្នុងចិត្តច្បាស់ថាអ្នកគ្រូពេទ្យស្អាតមកសុំជួបគេដល់មូលហេតុអ្វីឲ្យផ្លាច់ចិត្តបន្តិចដែលភាគីមកខាងទៀតទៅតាមមកសុំជួបទាំងដែលគេត្រៀមខ្លួនតាំងពីម្សិលមិញក៏ដោយខ្ញុំសូមអនុញ្ញាតចូលសាច់រឿងតែម្ដងណាចាស៊ូជីនដកឃ្លាបន្តិចគឺខ្ញុំចង់ដឹងថាហេតុអីបានជាលោកបជាមិនឲ្យនាងខ្ញុំធ្វើការក្នុងកំឡុងអាទិត្យនេះខ្ញុំឃើញថានាងមានរបួសត្រង់ស្មាខាងឆ្វេងនៅមិនតាន់ចង់ឲ្យធ្វើការច្រើនគ្រាន់តែអង្គុយក្នុងបន្ទប់ពិនិត្យជំងឺទូទៅវាមិនបានធ្ងន់ធ្ងរអ្វីទេចាសួរពីអាការៈអ្នកជំងឺតែប៉ុន្មានប្រយោគហើយចេញវេជ្ជបញ្ជាក៏ចាប់ហើយខ្ញុំដឹងពីសេចក្តីលម្អិតការងារផ្នែកនេះច្បាស់ណាស់លោកនាយកថ្មីញញឹមតិចជាមួយនឹងរឹកពីប្រកាសប្រជារបស់អ្នកគ្រូពេទ្យស្អាតលោកដឹងច្បាស់ហើយហេតុអីក៏ប្រាប់ខ្ញុំធ្វើការតាមធម្មតាទៅស៊ូជីនដៀងភ្នែកមើលយ៉ាងចាប់កំហុស
ឬមួយខ្ញុំធ្វើអ្វីមិនត្រូវមិនសមដោយមិនដឹងខ្លួនប្រាប់ម្ចាស់ចាស់ថាហេតុអីបានជាខ្ញុំត្រូវបញ្ជាមិនឲ្យធ្វើការឬហៅឲ្យខ្លីគឺសម្រាប់ការងារខ្ញុំនឹងបានអធិប្បាយត្រូវជាដំបូងខ្ញុំត្រូវជម្រាបអ្នកនាងឲ្យដឹងជាមុនសិនថាខ្ញុំមិនបានផ្អាកការងារអ្នកនាងទេគ្រាន់តែបញ្ជាមិនឲ្យធ្វើការតែប៉ុណ្ណោះអ្នកស្ដាប់ធ្វើមុខក្រមើលតិចតិចយ៉ាងទៅចិត្តវាដូចតែគ្នានឹងទោះមិនឲ្យធ្វើការឬត្រូវផ្អាកការងារតើវាខុសគ្នាត្រង់ណានាងគ្រាន់តែចង់ដឹងហេតុផលថាហេតុអីខ្ញុំចង់ដឹងហេតុផលចាស់អ្នកគ្រូពេទ្យជួយជីវិតរបស់ម្ចាស់មន្ទីរពេទ្យនេះទៅកាត់បញ្ជាឲ្យមិនឲ្យអ្នកនាងធ្វើការរហូតតតែរបួសជាសិនសូជានៅស្ងៀមដូចកំពុងប្រើគំនិតមនុស្សមកក្រាស់នោះទៀតហើយហេតុអីក៏គេចូលចិត្តមករញ៉េរញ៉ៃជាមួយជីវិតរបស់នាងម្លេះហើយយើងគិតធ្វើយ៉ាងម៉េចល្អទេចង់ឲ្យនាងទៅវល់គេមិនទេអត់ទេនាងមិនចង់ជួបមុខគេម្នាក់នោះលោកនាយកជួយទៅនិយាយជាមួយគេខ្ញុំបន្តិចទៅណាខ្ញុំសុំវល់កាលោឃើញទឹកមុខរបស់ស៊ូជីនហើយក៏ខ្វល់ចិត្តជួយនិយាយវាបានហើយតែចង្វាយគេព្រមស្ដាប់ឬអត់មិនដឹងប្រកបបំណងសំខាន់របស់ចង្វាយគឺត្រូវការដាក់លក្ខខណ្ឌឲ្យអ្នកគ្រូពេទ្យស្អាតព្រមធ្វើតាមគ្រប់យ៉ាងដែលគាត់ចង់ឲ្យធ្វើអ្នកគ្រូពេទ្យប្រហែលជាត្រូវទៅនិយាយជាមួយគាត់ដោយខ្លួនឯងហើយវាលើសពីទូនាទីការទទួលខុសត្រូវរបស់ខ្ញុំហើយបើខ្ញុំទៅនិយាយក៏មិនដឹងថាគាត់ព្រមស្ដាប់ឬអត់ដែរតែគាត់ធ្វើបែបនេះក៏ព្រោះបារម្ភពីអ្នកនាងកាលនោះញញឹមតិចតិចដាក់នាងចង្វាយរបស់គេទៅធ្វើអីខ្លះបានជាអ្នកគ្រូពេទ្យក្រមុំបដិសេធថាមិនស្គាល់គាត់ទាំងដែលនៅទាំងពីរធ្លាប់បញ្ញាបាយជាមួយគ្នាដល់ទៅ2 ដងហើយថែមទាំងទៅទទួលពីផ្ទះមកធ្វើការទៀតខ្ញុំត្រូវសុំទៅផងបាទចាំខ្ញុំឲ្យលេខទូរស័ព្ទគាត់ទៅអ្នកគ្រូពេទ្យទៅនិយាយជាមួយគាត់ខ្លួនឯងប្រហែលជាងាយជាងកាលនោះញញឹមម្ដងទៀតទៅដោះស្រាយគ្នាឯងណាចង្វាយម្ដងនេះខ្ញុំធ្វើល្អបំផុតហើយកាលនោះអស់សំណើចក្នុងចិត្តសុំលេខខាងល្អជាងចាស់ស៊ឺជិនប្រាប់នាងមិនចង់បានលេខផ្ទាល់ខ្លួនរបស់មនុស្សមកក្រាស់ម្នាក់នោះបើចង់និយាយក៏សុំនិយាយផ្ដាំផ្ញើតាមលេខាល្អជាងតាមពិតនាងចង់ឲ្យលោកនាយកថ្មីនិយាយជំនួសតែភាគីមកខាងទៀតមិនព្រមជួយតែកុំទៅខ្វល់នាងដោះស្រាយខ្លួនឯងបានបាទក៏លោកបើកថតតុកធ្វើការយកនាងមកបានហុចឲ្យសាក់តេនិយាយមើលទៅណាបាទអើកូនចាស់ស៊ូជីននិយាយអរគុណមុននៅក្រោកឈរទៅកាលនោះក្រោកតាមបើអញ្ចឹងនាងខ្ញុំសុំលាសិនហើយអរគុណម្ដងទៀតចាស់សូមឲ្យសំណាងល្អណាបាទកាលនោះជូននាងទៅដល់មាត់ទ្វារពេលអ្នកគ្រូពេទ្យស្អាតទៅបានគេក៏យកទូរស័ព្ទមកចុចផ្ញើសារទៅឲ្យចង្វាយដឹងនឹងបានត្រៀមខ្លួនតន់ទេមិនទេអូយគិតធ្វើយ៉ាងម៉េចល្អទៅស៊ូជីនកំពុងស្ទាក់ស្ទើរក្នុងខួរក្បាលនាងខ្វាញកំណត់គ្នារហូតចាប់ផ្ដើមឈឺក្បាលខ្ទោកកន្លងមកកន្លះម៉ោងហើយដែរនាងអង្គុយគិតម្នាក់ឯងដូចមនុស្សឈួតសមាជិកមិនបានទេថាគិតយ៉ាងម៉េចក្រោយពីដឹងថាហេតុអីខ្លួនឯងមិនមានវេនការងារសោះក្នុងមួយអាទិត្យនេះក៏ព្រោះមនុស្សមកក្រាស់ដែលលួចថើបដំបងរបស់នាងទៅនឹងហើយជាអ្នកបញ្ជាមិនឲ្យនាងធ្វើការថែមទាំងមករញ៉េរញ៉ៃជាមួយជីវិតរបស់នាងទេលោកនាយកថ្មីក៏មិនអាចជួយនាងបានទៅក៏លុះឲ្យលេខទូរស័ព្ទរបស់មនុស្សឈួតនោះមកជំនួសតែបញ្ហានៅត្រង់ថានាងកំពុងស្ទាក់ស្ទើរចិត្តថាទេឬមិនទេល្អស៊ូជីនកំពុងធ្វើអីហ្នឹងអ្នកគ្រូពេទ្យត្រៀមច្បងបង្ហាប់ទ្វារហើយឆ្ងោកមុខមកសួរអង្គើគិតលេងតែបែបនេះអត់ការងារធ្វើនឹងណាបើសានមានអ្វីខ្ញុំជួយដែរទេស៊ូជីនងើយមកឡើងនិយាយជាមួយភាគីមកខាងទៀតបងគ្រាន់តែចង់បបួលតែញ៉ាំអីនៅក្បែរមន្ទីរពេទ្យជាមួយគ្នាអបអរការត្រឡប់មកធ្វើការវិញរបស់ស៊ូជីនតើម៉ោងប្រហែលស៊ូជីនសួរក្នុងចិត្តគិតថាប្រហែលត្រូវទេប្រាប់សង្មានថាមិនបាច់ទិញម្ហូបមកឲ្យនាងទេម៉ោង 12 កន្លះទុកឲ្យក្មេងៗរបស់អ្នកគ្រូពេទ្យស៊ូអ៊ីនទៅសម្រាប់ចាក់បានបើកសានចាំចូលមកហៅខ្ញុំផងណាអ្នកគ្រូពេទ្យរៀបច្បងងក់ក្បាលមុននឹងបិទទ្វារថ្នមហើយត្រឡប់ទៅធ្វើការរបស់ខ្លួនបន្តស៊ូជីនក្រោកដាក់ចូលបន្ទប់ទឹកដើម្បីរួបរวมកម្លាំងចិត្តក្រោយពីសម្រេចចិត្តបានថាត្រូវទេទៅនិយាយជាមួយមនុស្សមកក្រាស់ឲ្យដឹងរឿងគេនឹងបានដឹងថាថ្ងៃត្រង់នេះនាងមានណាត់ហើយតែញ៉ាំបាយជាមួយគេមិនបានទេចាំម៉េចកំណាត់ក៏ចាំទូរស័ព្ទពីទេពអក្សរស្អាតយ៉ាងអន្តិសាក្រោយពីកូនចៅចំណិតផ្ញើសារមកប្រាប់ឲ្យគេដឹងថាអ្នកគ្រូពេទ្យស្អាតនឹងទេមកចរចារឿងការងារជាមួយរហូតមកដល់ពេលនេះក៏មិនឃើញនាងទេមកសោះ
ទាំងដែលគេត្រៀមផាន់ការបាក់បិឆោតទេវសាស្អាតទុកក្នុងខួរក្បាលយ៉ាងច្រើនហេតុអីនាងមិនតាន់ទេមកទៀតគេរអ៊ូងើកន្លះម៉ោងទៀតប្រាប់ឲ្យដឹងថាប្រាប់ឲ្យនាងដឹងផងថាថ្ងៃត្រង់នេះប្រហែលជាចេញទៅញ៉ាំបាយជាមួយនាងមិនបានទេហើយសម្លេងទូរស័ព្ទក៏បន្លឺឡើងម៉ាហ្វៀកំឡោះប្រញាប់ចុចទទួលមុននឹងលើកទូរស័ព្ទដាក់ណែបទៅជាកំណាត់និយាយបាត់នេះមិនមែនជាលេខទូរស័ព្ទរបស់លេខាលើកទេហ៎ចង់ខ្សែមកខាងទៀតសួរយ៉ាងសង្ស័យត្រូវហើយតែកូនចៅខ្ញុំថាចូលបន្ទប់ទឹកនាងប្រហែលមិនបានទេមកដើម្បីនិយាយជាមួយកូនចៅខ្ញុំទេដឹងម៉ាហ្វៀកំឡោះសាយតិចនេះបើនៅចិត្តនាងប្រហែលជាសម្លាប់គេស្ទើរតែជ្រុះក្រាប់ភ្នែកហើយតើលោកអាចតែមិននិយាយបានទេ